តើអ្នកមានអារម្មណ៍យ៉ាងណាពេលដែលយុវជនម្នាក់ដែលគំរាមកំហែងដល់អាយុជីវិតជួបប្រទះនឹងរឿងដែលមិននឹកស្មានដល់នោះគឺការមើលថែក្មេងស្រីវិទ្យាល័យម្នាក់ដែលត្រូវសត្វខ្ចក់ខំហើយប្រែក្លាយទៅជាខ្មោចពាក់កណ្ដាលសួស្ដីថ្ងៃនេះអ្នកនៅជាមួយខ្ញុំដូចគ្នានឹងរឿង The Four Game ដែរហើយរឿងដែលយើងនឹងបង្ហាញនៅថ្ងៃនេះគឺមានចំណងជើងថាខ្ញុំជាវីរបុរសភាពយន្តនេះជាប្រភេទភាពយន្តខ្មោចឆាយរបស់ជប៉ុនដែលខ្ញុំប្រាប់អ្នកថាប្រសិនបើអ្នកណាមិនទាន់បានមើលវាទេខ្ញុំសូមណែនាំឲ្យអ្នកទៅមើលវាប៉ុន្តែប្រសិនបើអ្នកណាមិនមានពេលមើលទេសូមមើល spoiler នេះឲ្យចប់ហើយអ្នកអាចបញ្ចេញមតិលើពិន្ទុនិងមត់អំពីរឿងនេះនៅក្នុងផ្នែកមតិយោបល់ផ្ទាល់ខ្លួនខ្ញុំពិតជាចូលចិត្តវាណាស់តោះទៅមើលដើម្បីកុំឲ្យខាត់ពេលចូលចាប់ផ្ដើមជាមួយយុវជនម្នាក់គាត់ឈ្មោះ Haido ដោយដែលខ្ញុំបាននិយាយនៅដើមវីដេអូឃ្លីបយុវជនរូបនេះគឺជាអ្នកគូររូបតុក្កតានៅពេលនេះជីវិតរបស់គាត់ពិតជាលំបាកណាស់ការសរសេរគំនូរជីវចលនៅប្រទេសជប៉ុនគឺទាំងល្បីល្បាញនិងពេញនិយមមែនទេពីព្រោះយុវជនរបស់យើងឈ្មោះ Haido គ្រាន់តែជាបុគ្គលិកម្នាក់ដែលធ្វើការនៅក្នុងការិយាល័យតូចមួយជាធម្មតាគាត់ចូលចិត្តមែនគ្រប់ពេលថាគាត់នឹងធ្វើរឿងនេះរឿងនោះហើយក្លាយជាមនុស្សដ៏អស្ចារ្យម្នាក់នាពេលអនាគតប៉ុន្តែនោះហើយជាអ្វីដែលគាត់ចូលចិត្តមែនថ្ងៃមួយ Haido បានទទួលមែនដែលគាត់បានធ្វើការដោយជោគជ័យត្រូវបានបំផ្លាញដូចជាកោះមួយជាក្រិតកម្មហើយបានក្លាយជាប្រធានការិយាល័យនេះមិនថាម៉ាណូគិតល្អប៉ុណ្ណាទេមិត្តរួមការងាររបស់គាត់បានប្រាប់គាត់ឲ្យអង្គុយចុះម៉ាណូម្ដងទៀត Hideo រស់នៅជីវិតបែបជប៉ុនធម្មតាឥឡូវនេះគាត់មានមិត្តស្រីម្នាក់ហើយរស់នៅជាមួយគ្នាក្នុងបន្ទប់តូចមួយមិត្តស្រីរបស់ Hideo ឈ្មោះ Teiko ហើយឥឡូវនេះនាងចាប់ផ្ដើមធុញទ្រាន់ហើយរស់នៅជីវិតបែបនេះជាមួយ Hideo មែនទេ Teiko បានណាត់ជួបជាមួយ Hideo យូរហើយខ្ញុំចង់និយាយថាប្រទេសជប៉ុនជាប្រទេសដែលមានការប្រកួតប្រជែងខ្លាំងវាគឺជាប្រទេសមួយដែលមនុស្សដែលមានសមត្ថភាពនោះនឹងបន្តអភិវឌ្ឍខ្លួនឯងវាគ្មានបន្ទាត់ទេដូច្នេះតើធ្វើដូចម្ដេចទើបធ្វើឲ្យប្រទេសជប៉ុនរីកចម្រើនប៉ុន្តែ Haido គឺជាមនុស្សម្នាក់ដែលមិនសូវធ្វើការជាមួយការងារនោះទេព្រោះគាត់ចូលចិត្តគូររូបតុក្កតាប៉ុន្តែគាត់មិនពូកែគូររូបតុក្កតាទេប៉ុន្តែគាត់ធ្វើការនៅក្រុមហ៊ុនគំនូរជីវចលតើអ្នកច្រឡំទេខ្ញុំមិនច្រឡំទេនោះហើយជាមូលហេតុដែលជីវិតរបស់គាត់ស្ទើរតែជាប់គាំងនៅយុគមួយ Hideo បានក្រោកឡើងហើយគាត់បានសម្លឹងមើលធ្នើអ្វីដែលនៅលើធ្នើគឺជាសំណុំពានរង្វាន់សម្រាប់ការប្រកួតកីឡាមួយចំនួន Hideo បានដើរទៅកាន់ទូដែករបស់គាត់ពេលគាត់បើកវាគាត់បានរើសយកគ្រាប់កាំភ្លើងវែងមួយត្រូវទេ Hideo ធ្លាប់ជាអ្នកបាញ់កាំភ្លើងដែលធ្វើឲ្យគាត់ឈ្នះពានរង្វាន់ជាច្រើនប៉ុន្តែនៅទីបញ្ចប់ជីវិតត្រូវតែធ្លាក់មកត្រឹមការសរសេររូបតុក្កតា Hideo ក្រោកឡើងហើយឃើញ Hideo រើសកាំភ្លើងដូច្នេះនាងក៏និយាយបន្តិចថាហេតុអ្វីបានជាអ្នកមិនលក់កាំភ្លើងនោះឥឡូវនេះយើងស្ទើរតែគ្មានលុយបង់ថ្លៃជួលផ្ទះទេប៉ុន្តែលោក Haido បាននិយាយថានេះជាស្នាដៃតូចមួយដែលគាត់ស្រឡាញ់ហើយឥឡូវនេះលោក Haido កំពុងព្យាយាមយ៉ាងខ្លាំងគាត់បានប្រាប់លោក Haido ថាសៀវភៅបន្ទាប់របស់ខ្ញុំប្រកាសជានឹងត្រូវបានបោះពុម្ពផ្សាយជីវិតរបស់យើងត្រូវតែប្រសើរជាងនេះចាំបន្តិចណាអូនសម្លាញ់ខ្ញុំមិនធ្វើឲ្យអូនខកចិត្តទេនៅថ្ងៃបន្ទាប់ Hideo បានទៅចូលរួមកម្មវិធីសៀវភៅជប៉ុនមួយហើយគាត់បានឲ្យសៀវភៅគំនូរជីវចលរបស់គាត់ទៅអ្នកកែសម្រួលរបស់ក្រុមហ៊ុនគំនូរជីវចលដែលអ្នកកែសម្រួលបានតាមដានជាយូរមកហើយគាត់មិនដឹងថាត្រូវនិយាយអ្វីទៅកាន់ Haido ទេនៅទីបញ្ចប់គាត់ត្រូវតែនិយាយវាមនុស្សត្រូវតែនិយាយអ្វីមួយដោយផ្ទាល់មែនទេអ្នកកែសម្រួលរូបនេះបានប្រាប់ Haido ថាការងាររបស់អ្នកពិតជាអាក្រក់ណាស់និយាយឲ្យត្រង់ទៅបើអ្នកបោះពុម្ពវាចេញវាមិនលក់ដាច់ទេសូម្បីតែក្មេងម្នាក់ក៏យកវាទៅមើលដែរក្មេងនោះនៅតែត្រូវជូតគូតក្នុងបង្គន់ក្នុងភាពយន្តបែបនេះវាពិតជាគួរឲ្យខកចិត្តណាស់ប្រទេសជប៉ុនជាប្រទេសដែលមានការប្រកួតប្រជែងខ្លាំងវាជាប្រទេសដែលជ្រើសរើសមនុស្សដែលមានទេពកោសល្យឲ្យមកធ្វើការនោះហើយជាមូលហេតុដែលប្រទេសជប៉ុនអនុញ្ញាតឲ្យកុមារជួយខ្លួនឯងតាំងពីពួកគេនៅក្មេងមិនថាវាទៅសាលារៀនឬឡើងរថភ្លើងទេទស្សនិកជនគួរតែអាចមើលព័ត៌មានទាំងនេះបានមិនអីទេយើងចូលដល់ចំណុចសំខាន់ហើយបន្ទាប់មក Hideo បានជួបមិត្តចាស់របស់គាត់កាលគាត់នៅជាសិស្សឥឡូវនេះបុរសអ្នកមានម្នាក់នេះបានមកជម្រាបសួរ Hideo ហើយគាត់ចងចាំ Haido បានយ៉ាងល្អប៉ុន្តែលើនេះមនុស្សម្នាក់នេះបានក្លាយជាអ្នកគូររូបតុក្កតាដ៏ល្បីល្បាញម្នាក់ដែលមនុស្សជាច្រើនចូលចិត្តហើយគាត់មាន Fok ច្រើនណាស់ Haido អាចធ្វើមុខក្រៀមក្រំនិងសម្លឹងមើលមិត្តភ័ក្តិរបស់គាត់តែប៉ុណ្ណោះមិត្តភ័ក្តិរបស់គាត់នៅឆ្ងាយប៉ុន្តែហេតុអ្វីបានជាជីវិតរបស់ខ្ញុំមានតែជាមួយ Haido បានត្រឡប់មកផ្ទះវិញនៅពាក់កណ្ដាលត្រៀតហើយគាត់បានឆ្លោះជាមួយ Tego នៅទីបញ្ចប់ Tego មិនអាចទ្រាំទ្របាននាងបានចូលទៅបំផ្លាញទ្រព្យសម្បត្តិរបស់ Haido ហើយបានប្រាប់ Haido ថាអ្នកជាអ្នកសុបិនប៉ុន្តែវាគ្រាន់តែជាសុបិនមួយប៉ុណ្ណោះវាមិនអាចជាការពិតបានទេ Tego មានអារម្មណ៍សោកសៅយ៉ាងខ្លាំងហើយគាត់បានត្អូញត្អែក្នុងចិត្តថាគាត់មានអាយុ34ឆ្នាំនាងលែងជាក្មេងស្រីទៀតហើយជីវិតរបស់នាងមិនគួរជ្រើសរើស Haido ជាដៃគូជីវិតរបស់នាងទេរួមជាមួយនឹងការបោះរបស់របររបស់ Haido ចេញពីបន្ទប់រួមទាំងកាំភ្លើងរបស់គាត់ផងដែរកន្សែងដៃរបស់ Tego នាងមានស្លាកស្នាមមួយចំនួននិងក្រណាត់មួយដុំចុះយ៉ាងម៉េចដែរនេះច្បាស់ណាស់ជាផ្នែកងឹតមួយរបស់ប្រទេសជប៉ុន Hideo បានព្យាយាមសុំទោសហើយគាត់បានព្យាយាមជួសជុលវាប៉ុន្តែលើនេះ Tego
មិនចង់ធ្វើដូច្នេះទេខ្ញុំយល់ពីភាគីទាំងសងខាងរឿងបែបនេះកើតឡើងនៅគ្រប់ប្រទេសទាំងអស់វាមិនមែនគ្រាន់តែនៅក្នុងប្រទេសជប៉ុនទេភាពក្រីក្រលោភលន់ការរំលោភបំពានការប្រកួតប្រជែងគ្រប់ប្រទេសសុទ្ធតែមានវាហើយយប់នេះហ៊ីដេអូគ្មានកន្លែងដេកទេគាត់បានទៅញ៉ាំអាហារនៅឧទ្យានរួមជាមួយនឹងការអានរូបតុក្កតារបស់គាត់ខ្ញុំគិតថាការសរសេរដោយដៃរបស់ Hideo អាចប្រើប្រាស់បានប៉ុន្តែវាមិនទាន់ចប់នៅឡើយទេវាមិនទាន់មាននៅក្នុងអត្ថបទនៅឡើយទេ Hideo បានចូលគេងនៅការិយាល័យពេលព្រឹកឡើងមានដំណឹងចម្លែកមួយមានអ្នកយកព័ត៌មានម្នាក់បានខំខ្លួនឯងហើយគាត់បានទៅខំស្ត្រីម្នាក់ដែលធ្វើឲ្យស្ត្រីនោះមានរោគសញ្ញាចម្លែកមួយហើយឥឡូវនេះខ្ញុំមានអារម្មណ៍ថាវាជាវីរុសមួយប្រភេទដែលនៅក្នុងព័ត៌មានបាននិយាយថារោគសញ្ញាដំបូងរបស់វាគឺថានឹងមានពងបែកគ្រុនក្តៅបន្តិចហើយប្រសិនបើអ្នកមានរោគសញ្ញាទាំងនេះប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់និងសហការីស្រីរបស់ Hideo នាងមានអារម្មណ៍ថាឈឺនៅព្រឹកនេះដូច្នេះនាងបានសុំចូលគេងក្នុងបន្ទប់មិត្តរួមការងាររបស់ Hideo បាននិយាយតាមពិតទៅនាងប្រហែលជាមិនឈឺទេនាងប្រហែលជាគ្រាន់តែខ្សោយដោយសារត្រូវអ្វីមួយវាហើយគាត់បានប្រាប់ប្រជាជនរបស់ Hideo ថាមេដឹកនាំរបស់ពួកគេបានធ្វើរឿងអាក្រក់ទៅលើវិចិត្រករស្រីដែលជារឿងធម្មតាប៉ុន្តែគ្រូពេទ្យរូបនេះរៀបការហើយគាត់បានជេរប្រមាថមេដឹកនាំហើយនិយាយថាគាត់មិនគួរធ្វើអ្វីបែបនេះទេវាមិនយុត្តិធម៌ទេដែលមេដឹកនាំស៊ីក្មេងស្រីគ្រប់ពេលខ្ញុំមានអារម្មណ៍ថាពូម្នាក់នេះខឹងនឹងមេដឹកនាំខ្លាំងណាស់គាត់បានតេះកំភ្លៀងមេដឹកនាំបានដើរចូលដូច្នេះពួកគេក៏នៅស្ងៀមមេដឹកនាំរបស់ Hideo បានមកជួបគ្រូពេទ្យហើយឥឡូវនេះគាត់មានអារម្មណ៍ឈឺចាប់ពេញខ្លួនហើយគាត់បានដាក់បងរុំលើកញ្ចឹងរបស់មេដឹកនាំដែលធ្វើឲ្យមិត្តរួមការងាររបស់ Hideo ខឹងតើអ្នកឃើញផ្ស្តុតាងនេះទេពួកគេបានធ្វើការរហូតដល់ងឹតហើយឥឡូវនេះ Hideo បានដេកនៅក្នុងការិយាល័យមុនពេលគាត់ញ៉ែសំឡេងទូរស័ព្ទដែលជាការហៅទូរស័ព្ទពី Tico បានទូរស័ព្ទទៅនាងបានលើកទូរស័ព្ទនាងខឹងប៉ុន្តែពេលនាងលើកទូរស័ព្ទរបស់ Tico បាននិយាយអំពីអតីតកាលហើយនាងបានប្រាប់ Hideo ឥឡូវនេះនាងត្រូវការគាត់នាងបានសុំទោសចំពោះអ្វីគ្រប់យ៉ាងដែលនាងបានធ្វើហើយសំឡេងរបស់នាងក៏មិនល្អដែរខណៈពេលដែល Hideo កំពុងនិយាយទូរស័ព្ទមានយន្តហោះមួយគ្រឿងហោះពីលើក្បាលរបស់គាត់មានរឿងអ្វីកើតឡើងវាចាប់ផ្ដើម Hideo បានសុំទោស Tico ចំពោះអ្វីគ្រប់យ៉ាងហើយគាត់បាននិយាយថាអ្វីទាំងអស់ជាកំហុសរបស់ខ្ញុំមិនមែនជាកំហុសរបស់អ្នកទេនៅពេលព្រឹក Hideo បានទៅជួប Tico នៅក្នុងបន្ទប់ប៉ុន្តែពេលគាត់គូសទ្វារនាងមិនបានក្រោកឡើងដើម្បីបើកទ្វារទេ Hideo មានអារម្មណ៍ចម្លែកដូច្នេះគាត់បានមើលទូរទស្សន៍ហើយបានឃើញ Tico កំពុងដេកលើគ្រែ Hideo បានទូរស័ព្ទទៅ Tico អស់រយៈពេលយូរហើយបានប្រាប់នាងថាសូមបើកទ្វារឲ្យខ្ញុំពេលអ្នកបណ្ដេញខ្ញុំចេញអ្នកមិនបានឲ្យកូនសោខ្ញុំទេតើអ្នកចាំទេខ្ញុំមិនអាចចូលទៅក្នុងបន្ទប់បានទេហើយ Tico បានក្រោកឡើងប៉ុន្តែនាងក្រោកឡើងដូចជាអូវាមិនមែនជាមនុស្សទេខ្ញុំគិតថានាងមិនបានក្រោកឡើងគ្រប់គ្រាន់ទេពេលនាងធ្លាក់ពីលើគ្រែហើយនាងមានអារម្មណ៍វិលមុខនាងបានដើរទៅរក Hideo នៅមាត់ទ្វារប៉ុន្តែរយៈថ្ដាររបស់នាងមិនដូចមនុស្សទេខ្ញុំគិតថាវាដូចជាសត្វពីងច្រើនជាងខ្ញុំព្រឺសម្បុរឡើងពេលនាងទៅដល់មុខទ្វារនាងក៏លោតចេញពីទ្វារមុខរបស់នាងបានផ្លាស់ប្ដូរហើយឥឡូវនេះនាងបានប្រែក្លាយទៅជាអ្វីមួយទូរទស្សន៍បានប្រកាសនៅព្រឹកនេះ Tico បានប្រាប់ Hideo ថាពេលខ្ញុំជួបអ្នកខ្ញុំមិនសប្បាយចិត្តតតែសោះហើយព្យាយាមខំ Hideo នាងបានអូស Hideo ចូលទៅក្នុងបន្ទប់ខ្ញុំគិតថានាងខ្លាំងណាស់នាងបានទាត់គាត់ចំក្បាលនាងបានទាត់គាត់ចំក្បាលនាងខឹងខ្លាំងណាស់ហើយនាងបានខំទ្វាររហូតដល់ធ្មេញរបស់នាងជ្រុះអូប្រពន្ធខ្ញុំ Hideo ត្រូវបាន Tico បោះចូលទៅក្នុងបន្ទប់នាងបានបោះគាត់ទៅលើគ្រែនាងបានព្យាយាមខំ Hideo មិនអាចប្រយុទ្ធនឹងនាងបានទេពួកគេកំពុងប្រយុទ្ធគ្នាបន្ទប់នោះខ្ចាត់ខ្ចាយពេងរបស់ Hideo បានធ្លាក់មកមុនពេលដែល Tico ខំដៃនាង Hideo ស្រែកដោយការឈឺចាប់ហើយដោយសារតែការឈឺចាប់គាត់បានប្រើដង្ហើមចុងក្រោយរបស់គាត់បានរុញ Tico ឲ្យក្រោកឈរឡើងប៉ុន្តែនាងបានរុញគាត់ទៅខាងក្រោយក្បាលហើយដាក់ពេងលើក្បាលរបស់គាត់អូប្រពន្ធខ្ញុំតើខ្ញុំសម្លាប់ប្រពន្ធខ្ញុំមែនទេប៉ុន្តែប្រពន្ធខ្ញុំបានប្រែក្លាយទៅជាអ្វីមួយ Hideo មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយនឹងអ្វីដែលបានកើតឡើងគាត់បានរត់ចេញពីបន្ទប់ហើយយកកាបូបកាំភ្លើងរបស់គាត់រួមជាមួយនឹងគ្រាប់កាំភ្លើងចំនួន100គ្រាប់ទៀតឥឡូវនេះអ្វីគ្រប់យ៉ាងនៅជុំវិញទីក្រុងមានអារម្មណ៍ចម្លែក Hideo កំពុងដើរលើស្ពានគាត់បានជួបស្ត្រីម្នាក់ដែលត្រូវបានខំដោយឈាម Hideo ប្រញាប់ត្រឡប់ទៅការិយាល័យវិញហើយឥឡូវនេះគាត់មានអារម្មណ៍ថាការិយាល័យស្ងាត់ជ្រងគាត់បានជួបមិត្តរបស់គាត់ហើយឥឡូវនេះមិត្តរបស់គាត់កំពុងហូរឈាម Hideo បានដឹងភ្លាមមានរឿងអ្វីកើតឡើងព្រោះគាត់ទើបតែបានជួបនាងពេល Hideo ដើរចូលទៅក្នុងការិយាល័យស្នាមប្រឡាក់ឈាមនោះគឺជាស្នាមប្រឡាក់ឈាមមួយទៀតរបស់មិត្តគាត់ដែលត្រូវបានមិត្តរបស់គាត់វាយ Hideo មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយបានមានសម្លេងខ្លាំងមួយវាជាសម្លេងរបស់ចៅហ្វាយរបស់ពួកគេមិត្តភ័ក្តិរបស់គាត់បានលើកដំបងបេស្បលថៅកែរបស់គាត់ទើបតែនិយាយថាអូនសម្លាញ់ឲ្យអូននៅឯណាហើយឥឡូវនេះគាត់បានប្រែក្លាយទៅជាខ្មោចឆៅហើយរួមជាមួយ Henne និង Hideo ដូច្នេះគាត់ត្រូវបានគេវាយចំក្បាលវាយចម្លែក
ប៉ុន្តែវាគ្មានអ្វីសោះអូខ្មោចឆៅរបស់ប្រទេសនេះពិតជាសាហាវណាស់គាត់ត្រូវបានគេវាយម្ដងហើយម្ដងទៀតវាក្បាលរួមជាមួយនឹងការប្រាប់ហាយដបរោះទាំងនេះត្រូវតែវាក្បាលវារហូតដល់គ្មានបំណែកអ្វីនៅសល់វានឹងងាប់មែនហើយមិត្តរបស់ហាយដឥឡូវនេះកំពុងមើលព័ត៌មានហើយគាត់បានរៀនអ្វីគ្រប់យ៉ាងវីរុសកំពុងលេបត្របាក់ប្រទេសជប៉ុនគាត់ត្រូវបានគេវាយចំក្បាលរហូតដល់គាត់ស្លេកស្លាំងហ៊ីដេអូមានការចង់ដឹងចង់ឃើញហើយបានសួរមានរឿងអ្វីកើតឡើងចម្លើយគឺខ្ញុំមិនដឹងទេអូមិត្តភក្តិរបស់ហាយដបាននិយាយខ្ញុំក៏មិនដឹងដែរប៉ុន្តែខ្ញុំដឹងរឿងមួយប្រាកដអ្នកមិនទាន់ត្រូវខំនៅឡើយទេមែនទេហ៊ីដេអូមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយបានសួរថាតើវានឹងទៅជាយ៉ាងណាប្រសិនបើអ្នកត្រូវខំគាត់បានឆ្លើយវាដូចជាសត្វទាំងពីរនេះមេរោគទាំងនេះនឹងរីករាលដាលពីការខំហើយឥឡូវនេះទីក្រុងធំទាំងអស់សុទ្ធតែឆ្លងមេរោគមនុស្សធំសិស្សវិទ្យាល័យសុទ្ធតែឆ្លងមេរោគប៉ុន្តែយើងមិនទាន់ឆ្លងមេរោគនៅឡើយទេព្រោះយើងនៅខាងក្រៅហើយនៅខាងក្រៅទីក្រុងហ៊ីដេអូបានបើកមុខរបួសដែលតេកូខំដៃរបស់គាត់ប៉ុន្តែខ្ញុំមានអារម្មណ៍បែបនោះតេកូនឹងមិនមានធ្មេញទេពេលខំដៃរបស់គាត់ដែលគ្រាន់តែជាស្នាមជាមប៉ុណ្ណោះគ្មានឈាមទេគាត់គិតថាវាមិនអីទេខ្ញុំមិនគិតថាវាឆ្លងមេរោគទេព្រោះវាគ្រាន់តែជាស្នាមជាមប៉ុណ្ណោះវាមិនហូរឈាមទេគាត់បានប្រឡាក់ឈាមលើមុខរបស់គាត់ម្ដងទៀតហើយបានវាយទៅលើដងខ្លួនរបស់ចៅហ្វាយម្ដងទៀតក្នុងពេលជាមួយគ្នានោះគាត់បាននិយាយអំពីការសងសឹករបស់គាត់ទៅលើចៅហ្វាយមុនពេលដែលខ្សែឈាមរបស់គាត់ត្រូវបានលុបចោលហើយភ្នែករបស់គាត់បានផ្លាស់ប្ដូរពណ៌អូអ្នកក៏ត្រូវខំដែរមែនទេទីបំផុតមុនពេលគាត់ប្រែក្លាយទៅជាខ្មោចឆៅគាត់ប្រញាប់រត់ទៅរើសកាំបិតកាត់ដើម្បីកសោករបស់គាត់ហើយនិយាយថាខ្ញុំនឹងមិនអោយអ្នកក្លាយជាមនុស្សឆ្កួតទាំងនេះទេអូគួរឲ្យខ្លាចណាស់ហ៊ីដេអូភ្ញាក់ផ្អើលយ៉ាងខ្លាំងស្រែកឥឡូវនេះឈប់ស្រែកទៅបងប្រុសឈឺបានដើរចេញពីបន្ទប់ប៉ុន្តែបានដើរចេញពីបន្ទប់នៅពីមុខគាត់មែនហើយគាត់ក៏ត្រូវពុះចិត្តដែរគាត់ប្រញាប់មកជួបហ៊ីដេអូធ្វើឲ្យគាត់ប្រញាប់ចេញពីការិយាល័យយ៉ាងលឿនឥឡូវនេះនៅក្នុងបេះដូងនៃទីក្រុងវាចាប់ផ្ដើមភ្ញាក់ឡើងហើយប៉ុន្តែមនុស្សមួយចំនួនមិនទាន់ភ្ញាក់នៅឡើយទេមានមនុស្សចាប់ផ្ដើមលោតចុះឡើងប៉ុន្តែក្មេងជំទង់មួយចំនួននៅតែលើកទូរស័ព្ទរបស់ពួកគេហ៊ីដេអូបានរត់ទៅជួបមន្ត្រីប៉ូលីសម្នាក់ហើយបានសុំជំនួយប៉ុន្តែគាត់បានប្រែក្លាយជាខ្មោចឆៅហើយគ្រាន់តែនិយាយប្រយោគដដែលអ្នកមិនគួរត្រឡប់មកទីនេះវិញទេហេតុអ្វីបានជាខ្មោចឆៅទាំងនេះអាចនិយាយបានហ៊ីដេអូត្រូវបានឆ្កែខំហើយឥឡូវនេះទីក្រុងកំពុងចាប់ផ្ដើមរញ្ជួយគាត់រត់ទៅរកតាក់ស៊ីមួយហើយគូសទ្វារតាក់ស៊ីប៉ុន្តែតាក់ស៊ីមិនបានបើកទេមនុស្សចាប់ផ្ដើមដេញគ្នាទៅមកមនុស្សឈឺចេញពីយន្តសង្គ្រោះបន្ទាន់លោតចុះមកខំមនុស្សហើយមានក្មេងស្រីម្នាក់រត់ទៅរកហ៊ីដេអូហើយប្រាប់គាត់អនុញ្ញាតឲ្យខ្ញុំទៅជាមួយពូហើយនៅពីមុខពួកគេមានខ្មោចឆៃមួយកំពុងឈរនិយាយទូរស័ព្ទជាការពិតណាស់គាត់បានប្រញាប់ប្រញាល់ចូលទៅថាពួកគេហ៊ីដេអូគ្មានជំរើសអ្វីទេគាត់បានបើកកាបូបកាំភ្លើងរបស់គាត់ដាក់គ្រាប់កាំភ្លើងចេញរួចបាញ់វាបានក្លាយជាមនុស្សម្ដងទៀតបន្ទាប់មកមានបុរសម្នាក់ស្លៀកឈុតគាត់បានរត់ទៅបើកទ្វារតាក់ស៊ីដូច្នេះពួកគេបានឡើងតាក់ស៊ីជាមួយគ្នានៅក្នុងតាក់ស៊ីគាត់បានបើកព័ត៌មានប៉ុស្តិ៍ព័ត៌មានទាំងអស់បានប្រកាសអំពីរឿងមួយឥឡូវនេះមានមេរោគរីករាលដាលយ៉ាងឆាប់រហ័សពីការឆ្លងមេរោគរហូតដល់ខាំដែលនឹងប៉ះពាល់ក្នុងរយៈពេលប៉ុន្មាននាទីយ៉ាងងាយខាំបានប៉ុន្មាននាទីប្រែក្លាយជាខ្មោចឆៅហ៊ីដេអូបន្តប្ដូរប៉ុស្តិ៍ហើយគាត់បានរកឃើញប៉ុស្តិ៍គំនូរជីវជលមួយហើយបានប្រាប់អ្នករាល់គ្នារឿងនេះមិនគួរធំដុំនោះទេគាត់នៅតែអាចប្រើរូបតុក្កតាបានប៉ុន្តែរូបតុក្កតានោះត្រូវបានកាត់ចោលតាមព័ត៌មានហើយបុរសស្លៀកឈុតបាននិយាយទូរស័ព្ទអ្វីដែលគាត់និយាយគឺតើកងទ័ពកំពុងធ្វើអ្វីហេតុអ្វីបានជាអ្នកមិនអនុញ្ញាតឲ្យពួកគេបាញ់ឥឡូវនេះជនស៊ីវិលទាំងនោះលែងជាជនស៊ីវិលទៀតហើយវាមិនមែនជាមនុស្សទេប៉ុន្តែខ្សែនោះត្រូវបានកាត់ផ្ដាច់បុរសម្នាក់នេះមានជំងឺមហារីកគាត់ត្រូវបានខាំហើយឥឡូវនេះគាត់ចាប់ផ្ដើមផ្លាស់ប្ដូរហើយរួមជាមួយនឹងការនិយាយអ្វីតើអ្នកដឹងទេកុំធ្វើរឿងហួសហេតុពេកនិយាយបែបនោះអ្នកញៀនថ្នាំកុំបងពុននឹងមកសុំសិទ្ធដើម្បីអួតអាងអ្វីមួយជាមួយរដ្ឋាភិបាលក្នុងរឿងពិតជានិយាយបែបនេះមែនហា